With the beat like this, funky rhyme, funky rhyme, my beat, pump it up, oh yeah. The Tommy is in the house. សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូការដំឡើងម៉ាស៊ីនដែលមាន performance ខ្ពស់សម្រាប់យកទៅលេង game កាត់ត design ហើយបើសិនជាបងប្អូនចង់មើលពី performance spec និងគ្រឿងថ្លៃៗតោះទៅទស្សនាទាំងអស់គ្នាជាដំបូងគឺយើងឃើញថាមានប្រភេទ motherboard B850F ប្រភេទ Neo ជាមួយនឹង CPU AMD Ryzen 7 9800X 3D បន្ទាប់ពីឃើញគេរៀបចំ CPU រួចគេក៏ចាប់ផ្ដើមទៅឡើងទៅលើប្រភេទ M2 ម្ដងតាក់ទងជាមួយប្រភេទ M2 នេះដែរគឺ 4T GM 9000ប្រភេទ PCIe Gen 5បន្ទាប់ពីរៀបចំតឡើង M2 រួចចាប់ M2 រួចគេធ្វើការរៀបចំដាក់ RAM ចូលម្ដងហើយប្រភេទ RAM គឺ 16GB ពីរដើម RAM នេះដែរបើសិនជាមកដល់ស្រុកខ្មែរតម្លៃវាក៏ខ្ទង់$100ដែរមួយដើមគឺចូល100ហើយប្រភេទ protector នេះគឺតម្លៃវាគួរសមបន្ទាប់ពីដាក់ RAM រួចយើងទៅមើលសម្រស់ motherboard នេះពេល motherboard រៀបចំរួចរាល់គឺគេធ្វើការតម្លើង cache ម្ដងបន្ទាប់មកគេយក motherboard ដើម្បីចាប់ចូលជាមួយនឹង cache បន្ទាប់ពីគេចាប់ motherboard ជាមួយធូររួចឃើញគេរៀបចំជាមួយនឹង fan ចំនួន9គ្រាប់តាក់ទងជាមួយ fan នេះដែររូបរាងវាគឺស្រស់ស្អាតខ្លាំងមែនតើហើយបន្ទាប់មកគឺគេផ្គុំ fan ចំនួន3គ្រាប់ចូលគ្នាតាក់ទងជាមួយ fan នេះដែរតម្លៃវាក៏គួរសមដែរបងមើលទៅព្រោះវា premium ខ្លាំងបន្ទាប់ពីគេផ្គុំរួចគឺគេធ្វើការចាប់ខ្ចៅ fan 3គ្រាប់នៅខាងមុខធុងចំហៀងហើយនឹងចាប់នៅខាងក្រោម motherboard ចំនួន3គ្រាប់ដែរបន្ទាប់ពីរៀបហើយឃើញថាគេចាប់ផ្ដើមរៀបទៅលើ liquid ម្ដង liquid នេះសម្រាប់ fan ដែលមកជាមួយ liquid នេះក៏គេធ្វើការដោះចេញដែរព្រោះគេរៀបចំដាក់ liquid ចំនួន3គ្រាប់ដាក់ពណ៌ខ្មៅដើម្បីឲ្យស៊ីគ្នាពេលដែលគេចាប់ fan នៅលើ liquid នេះហើយមើលទៅគឺស្រស់ស្អាតមែនតើគឺពណ៌វាគឺពណ៌រៀងខ្មៅហើយស៊ីជាមួយនឹង fan ដែលគេចាប់ទៅលើធុងគឺវា fan brand តែមួយមើលទៅគឺ premium ស្អាតជាងមុនទៅទៀតបន្ទាប់ពីគេរៀបចំដង្ហើររួចគឺធ្វើការចាប់ liquid ចូលទៅលើ CPU ដើម្បីធ្វើ CPU នឹងត្រជាក់ប្រភេទ liquid នេះដែរគឺមានអេក្រង់ LED សម្រាប់បង្ហាញរូបភាពហើយយើងដាក់តាំង temperature ក៏បានដែរបន្ទាប់មកគឺឃើញថាមានប្រភេទ power supply ទំហំរបស់វាគឺ1200 វ៉ាត់ហើយ power supply នេះដែរប្រភេទ AMP បន្ទាប់មកឃើញគេអោតប្រភេទខ្សែ power supply គេរៀបចំដាក់ power supply រួចគឺគេចាប់ផ្ដើមបញ្ចេញតួឯកយើងគឺ58ប្រភេទ ASUS ដូចគ្នាប្រភេទ ROG នេះតម្លៃវាឥឡូវគឺថ្លៃខាងមែនតើហើយវា premium មកដល់ស្រុកខ្មែរតម្លៃខ្ទង់$1000ហើយប្រភេទGPU នេះតាក់ទងបន្ទាប់មកគឺគេរៀបចំបកស្កុតវាចេញហើយសម្រាប់វាអ្នកទាំងអស់គ្នាដែលជា gamer ឬក៏ជាអ្នកកាត់តគឺគ្រាន់តែឃើញចង់ស្រស់ទឹកមាត់បាត់ទៅហើយបន្ទាប់មកទៀតឃើញថាគេចាប់ផ្ដើមដោតភ្លើងចូលជាមួយនឹង GPU ហើយបន្តមកទៀតគេមានសម្រាប់កោលទៅលើ CPU មួយទៀតប៉ុន្តែគេអត់សូវក្បោះក្បាយទៅលើ pin board ទៅលើអីទេបន្ទាប់មកគេធ្វើការបិទ cache កញ្ចក់គឺរួចជាការស្រេចតោះទៅមើល intro វីដេអូទាំងអស់គ្នា
With a beat like this, funky round, funky round. My beat, bump it up. Oh yeah. The Johnny's in the house. The Johnny's in the house. The Johnny's in the house.